Chân nó không video này khi mìnhធ្វើការពន្យល់អំពីរបៀបនៅក្នុងការកែសម្រួលទៅលើ MetaTrader នៅលើកុំព្យូទ័រអញ្ចឹងជាដំបូងឡើយនៅពេលដែលយើងចូលមកវាអត់មានអីទេសូម្បីតែ chat នេះក៏វាអត់មានដែរអញ្ចឹងជាដំបូងឡើយយើងត្រូវ log in account ចូលសិនមកហើយថាយើងមានជា demo account ក៏បានជា real account ក៏បានជាទូទៅតើតែមាន account ហើយបើយើងអាចធ្វើការដាក់ជាមួយនឹង chat នេះបានអញ្ចឹងទៅអញ្ចឹងសម្រាប់ការ login account យើងចូលមកកន្លែងពាក្យ file color នេះមកហើយតែមកបើសិនយើងអត់ទាន់ធ្លាប់ login ទេយើងចុចពាក្យ open account ទៅហើយយើង search រក broker តាមហ្នឹងណាយើង search រក broker ទៅយើងបង្កើត demo account សម្រាប់ login មកអញ្ចឹងនៅពេលដែលយើង log ហើយវានឹង load មកផ្ទាំងបែបនេះអញ្ចឹងតើយើងគួរធ្វើបែបណាតអញ្ចឹងទី1តើតើជាមួយនឹង chat នេះយើងចង់កែទៅលើ chat នេះក៏បានដែរសំខាន់នៅពេលដែលយើងចូលដំបូងបើសិនជាអត់ទាន់មាន goal ទេណានេះបងប្អូនចុចឡើងកន្លែងដុល្លារនេះមកយើងចុចមកកន្លែងហ្នឹងមកហើយយើង search រក goal ទៅអូខេយើង search រក goal ទៅគឺយើងអាចធ្វើការតម្លើង goal បានហើយអញ្ចឹងនៅពេលយើងតម្លើងបានការប្រើប្រាស់នៅលើនេះគឺវាមានចំណុចមួយចំនួនទី1ដូចជា tool នៅផ្នែកខាងលើនេះនេះតទៅជាមួយនឹង time frame គឺវានឹងកំណត់ឲ្យយើងស្រាប់អស់ហើយចឹងនេះគឺវារុញឆាតទៅឆ្វេងទៅស្ដាំទៅដល់ហើយចង់ទីវាមកកណ្ដាលទីយើងចុចអានេះមកវាមកកណ្ដាលវិញហើយលក្ខណៈតែប៉ុណ្្នឹងឯណាអញ្ចឹងទៅទៅមួយការកែសម្រួលទី1យើងអាចចុចមកខាងស្ដាំមកហើយយើងរកពាក្យថា property អញ្ចឹងយើងចុចកន្លែងខាងក្រោមនេះអញ្ចឹងនៅពេលដែលយើងចូលដល់កន្លែង property ហ្នឹងគឺយើងត្រូវធ្វើការកែនៅលើនឹងតែម្ដងអញ្ចឹងទី1ទៅតងជាមួយនឹងផ្នែកខាងលើនេះគឺគេផ្ដោតសំខាន់ទៅលើ shop របស់វាយើងអាចយកពណ៌ខ្មៅលាយពណ៌អសទៅក៏បានអាហ្នឹងគឺអាស្រ័យលើយើងតែយើងចូលចិត្តពណ៌ឲ្យគេអញ្ចឹង green និង black អញ្ចឹង background ឥឡូវខ្ញុំចិត្តដាក់ background ខ្ញុំយកពណ៌ខ្មៅចុះហើយទៅតងជាមួយនឹង foreground នេះគឺនេះជុំវិញវានេះជុំវិញវានេះឯងអញ្ចឹងយើងដាក់ពណ៌ណាក៏បានដែរឥឡូវខ្ញុំដាក់ពណ៌លឿងអញ្ចឹងទៅតមួយ grill នេះគឺជាអាផ្ទាល់កាឡាដែលមាននៅលើ chat ចឹងទៅអញ្ចឹងយើងចង់បិទវាដាក់ពណ៌ខ្មៅយើងដាក់ពណ៌ខ្មៅទៅគឺវាដាច់ហើយលក្ខណៈបែបហ្នឹងអញ្ចឹងនៅត្រង់កន្លែងនេះគឺទៅតជាមួយនឹង bar up bar down អញ្ចឹង bar up ឥឡូវ bar up ទៅតជាមួយនឹង candle ឡើងតើ candle ឡើងយើងជិះដាក់ពណ៌អីយើងអាចដាក់ពណ៌ហ្នឹងបានឥឡូវខ្ញុំយកពណ៌នេះបកគោចុះខ្ញុំយកពណ៌ទឹកក្រូចអូខេនេះគឺដូចគ្នាបកគោឡើងគឺខ្ញុំយកពណ៌នេះដូចគ្នាហើយបកគោចុះគឺខ្ញុំយកពណ៌ទឹកក្រូចអញ្ចឹងសម្រាប់ពណ៌ candle នេះយើងដាក់ដូចគ្នាទៅបើលើអីអាក្រោមអីដូចគ្នាចឹងទៅតែប៉ុណ្្នឹងទេហើយអាកន្លែង line chat នេះក៏អត់បញ្ហាទេវាអត់មានសំខាន់ទេអាពួកនេះក៏អត់សំខាន់ដែរអញ្ចឹងយើងអាចចុចពាក្យថា OK ទៅអញ្ចឹងយើងទទួលបាន chat មួយលក្ខណៈបែបនេះហើយខាងក្រោមនេះបើយើងចង់បិទយើងគ្រាន់តែ click លើវាទៅយើងអូសមកកន្លែងនេះtick value manager ហ្នឹងទៅគឺវាដាច់តែខាងក្រោមហ្នឹងឯងអញ្ចឹងអានេះគឺយើងបាននៅលើការ login នៅលើកុំព្យូទ័រក៏ដូចយើង set up tool មួយចំនួននៅលើហ្នឹងហើយជាទូទៅនៅលើ MT5 នៅលើកុំព្យូទ័រវាមិនសូវមានជា tool ឲ្យយើងប្រើប្រាស់ច្រើនទេអត់ដូចនៅក្នុង Trading View ទេបើនៅក្នុង Trading View អាហ្នឹងគឺយើងមានរបៀបនៅក្នុងការប្រើប្រាស់ច្រើនវាមាន tool ច្រើនណាបើលើនេះវាមានតែ line ធម្មតាចឹងទៅអាហ្នឹងយើងត្រូវ set up មកតង់ទៀតលក្ខណៈ color ពណ៌វាចឹងទៅអូខេហើយបើយើងចង់ buy sell ហ្នឹងក៏អត់មានពិបាកដែរយើងចុចមកខាងឆ្វេងនេះឲ្យខាងដាក់ខាងនេះយើងចុចនេះមកនេះយើងអាចសេរីឡតសាយតាមនឹងចឹងទៅសេរីឡតសាយយើងអាចចូល entry បានហើយនឹងទៅទៅមួយការប្រើប្រាស់ account នៅលើ MetaTrader លើកុំព្យូទ័រចឹងទៅអញ្ចឹងជំរាបដំបូងធ្វើម៉េច login account ឲ្យបានសិនមក login account ជា demo account ក៏បានជា real account ក៏បានហើយការកែសម្រួលទៅលើ chat លើអីមានតែប៉ុណ្្នឹងទេ time frame នេះគឺយើងអាចយល់បានណាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេ